អោនកាយគ្រប់គណៈធិបតីជាទីគោរពសូមគោរពលោកឯកឧត្តមយើងសៀបអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងសូមគោរពលោកគីសង្គីប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបាត់ដំបងសូមគោរពលោកពេជ្រម៉ាឡៃប្រធានក្រុមប្រឹក្សាស្រុកមុំរស្មីសូមគោរពលោកទេពផនអភិបាលនៃគណៈអភិបាលស្រុកមុំរស្មីនិងសូមគោរពលោកស្រីលោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីនេះពេលនេះជាទីគោរពស្រឡាញ់ខ្ញុំបានឈ្មោះចាំចន្ទទីជាសិស្សទី9ខនៃអនុវិទ្យាល័យមុំរស្មីនិងជាសិស្សជ័យលាភីលេខ3មេទទួលបានមេដាយសម្រាប់ក្នុងការប្រឡងសិប្បកម្មទូទាំងប្រទេសផ្នែកវិទ្យានៅសម័យប្រឡងថ្ងៃទី26មេសា2026ថ្ងៃនេះផងដែរខ្ញុំបានពិតជាមានសេចក្តីសប្បុរសរីករាយយ៉ាងក្រៃលែងដែលខ្ញុំបានមានកិត្តិយសបានមកចូលរួមក្នុងកម្មវិធីដ៏ផ្នែកពានរង្វាន់ជ័យលាភីសិប្បកម្មទូទាំងប្រទេសនិងមានកិត្តិយសមកធ្វើការចែករំលែកអំពីបទពិសោធន៍នៃការសិក្សារបស់ខ្ញុំបានចំពោះការសិក្សារបស់ខ្ញុំបានផងដែរដើម្បីអាចទទួលបានលទ្ធផលល្អបែបនេះខ្ញុំមានចំណុចជាច្រើនទី1នោះគឺខ្ញុំកំណត់គោលដៅក្នុងការសិក្សាឲ្យបានច្បាស់លាស់ថាខ្ញុំនឹងប្រឡងមុខជាអ្វីពេលនោះខ្ញុំក៏បានជ្រើសរើសយកការប្រឡងមុខជាវិទ្យាបន្ទាប់ពីខ្ញុំបានជ្រើសរើសគោលដៅច្បាស់លាស់ហើយខ្ញុំក៏បានតាំងចិត្តនិងខ្ញុំបានប្រឹងប្រែងសិក្សារៀនសូត្រដើម្បីឆ្ពោះទៅកាន់ចំណុចថ្នាក់មួយដែលខ្ញុំតែងតែប្រឹងប្រែងចំណុចទី3គឺខ្ញុំបង្កើតការវិភាគនៅក្នុងការសិក្សាឲ្យបានច្បាស់លាស់ចំណុចទី4គឺខ្ញុំធ្វើការសិក្សាមេរៀនឲ្យបានច្បាស់លាស់តាំងពីថ្នាក់ទី7ទី8រហូតដល់ទី10បើអាចទី11ផងដែរហើយនឹងបន្ទាប់ពីការសិក្សាមេរៀនហើយយើងគួរតែរៀនសូត្រវិញ្ញាសាថ្មីៗបានច្រើនដើម្បីដកខាត់សមត្ថភាពរបស់យើងឲ្យកាន់តែប្រសើរឡើងហើយភាពជោគជ័យទាំងអស់នេះផងដែរមិនមែនការចេញពីកត្តាតែខ្លួនខ្ញុំម្នាក់នោះទេគឺការចេញពីការខិតខំរបស់ម៉ាក់ប៉ាក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ក៏ដូចជាលោកគ្រូអ្នកគ្រូរបស់ខ្ញុំតាំងពីថ្នាក់ទី7ទី8ទី9ជាពិសេសគឺសិស្សឆ្លងរបស់ខ្ញុំដែលគាត់មានឈ្មោះថាទិនច័ន្ទមេសាដែលគាត់បានខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលខ្ញុំរហូតដល់ធ្វើឲ្យខ្ញុំទទួលបាននៅថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណដល់អាណាព្យាបាលក៏ដូចជាលោកគ្រូអ្នកគ្រូលោកគ្រូនាយកនៅនេះរដ្ឋាភិបាលបានផ្ដល់ឱកាសឲ្យយើងខ្ញុំបានធ្វើការសិក្សារៀនសូត្រនិងទទួលបានចំណេះដឹងហើយក៏សូមថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡានិងទីរដ្ឋាភិបាលបានបង្កើតកម្មវិធីប្រឡងសិប្បកម្មឡើងដើម្បីឲ្យយើងខ្ញុំធ្វើការប្រកួតប្រឡងជាសមត្ថភាពនិងទទួលបានបទពិសោធន៍ក្នុងជីវិតដ៏ល្អហើយខ្ញុំនឹងតាំងចិត្តថានឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀតដើម្បីរកថាសមត្ថភាពត្រៀមប្រឡងប្រជែងសិប្បកម្មនៅថ្នាក់ទី12នៅពេលខាងមុខបន្តទៀតហើយខ្ញុំក៏សូមផ្ដល់ផ្ញើដល់បងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាថាបើចង់ខ្លាចពីសិប្បកម្មនិងចង់រៀនបកកែត្រូវតែចាប់ផ្ដើមពីពេលនេះកុំចាំស្អែកព្រោះថាថ្ងៃនេះគឺជាថ្ងៃល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាក្នុងការចាប់ផ្ដើមបើពង្រីកជីវិតថ្មីឆ្ពោះទៅកាន់គោលដៅដែលអ្នកទាំងអស់គ្នាព្រមប្រាថ្នាហើយខ្ញុំជាចុងក្រោយសូមជូនពរគណៈបតីភាពកិត្តិយសលោកលោកអ្នកគ្រូទាំងអស់ឲ្យជួបប្រទេសដល់សិស្សានុសិស្សទាំងអស់ឲ្យជួបប្រទេសបានប្រកួតទាំងបុគ្គលិកគឺអាយុវណ្ណៈសុខៈពលៈ8ឆ្នាំទៀតឡើយសូមអរគុណ